អីបានជាស្ត្រីគាត់ចេះតែមានក្លិនមិនល្អចេញពីទ្វារមាសរបស់គាត់ទី1គឺដោយសារបញ្ហាផ្សិតដែលរលាកតបៅរ៉ាំរ៉ៃនៅនឹងស្បូនរបស់គាត់យូរទៅធ្វើឲ្យគាត់ឈួរក្លិនមកបែបស្អុយបែបជូរពីខាងក្នុងរឿងទី2គឺដោយសារតែស្ត្រីគាត់មានបញ្ហារលាកស្បូនឬមួយក៏តបៅស្បូនដោយសារការឆ្លងនៅពពួកមេរោគឬក៏ដោយសារតែការលាងសម្អាតមិនបានត្រឹមត្រូវអញ្ចឹងនៅពេលដែលគាត់មានបញ្ហារលាកស្បូនទៅក៏ធ្វើឲ្យគាត់មានក្លិនមិនល្អដូចជាក្លិនស្អុយដូចសាក់ងាប់ឬក៏បែបខ្មីសពេលខ្លះក៏រៀងជូរឆ្អាបអញ្ចឹងទៅចាហើយរឿងមួយទៀតដែលធ្វើឲ្យស្ត្រីគាត់មានក្លិនអត់ល្អដែរនោះគឺទៅលើបញ្ហារដូវរបស់គាត់នៅពេលដែលគាត់មករដូវមិនទៀងទាត់ឬក៏រាំងរដូវមករដូវតិចមកដុំគឺធ្វើឲ្យគាត់មានក្លិនអត់ល្អចេញពីខាងក្នុងដូចគ្នាដែរហើយបើទោះបីជាស្ត្រីព្យាយាមប្រើប្រាស់ទឹកអនាម័យឬក៏ក្លិនបាត់យ៉ាងណាក៏ដោយក៏វាអត់បាត់ដែរព្រោះដោយសារក្លិននោះគឺវាចេញពីខាងក្នុងហើយស្ត្រីយើងនៅពេលដែលមានក្លិនអត់ល្អអញ្ចឹងគឺបាត់ទំនុកចិត្តខ្លួនឯងខ្មាស់ដៃគូខ្មាស់គ្រួសារចេញទៅក្រៅទៅអត់មានលក្ខណៈថាអត់មាន confidence ជាមួយខ្លួនឯងព្រោះក្លិនយើងជាអ្នកកើតផ្ទាល់នៅមួយវារងថ្ងៃនៅតែមានអារម្មណ៍ថាក្លិននឹងរៀងពិបាកទទួលយកចុះតម្រាំតែយើងចេញទៅខាងក្រៅជួបអ្នកដែលគេអត់ដែរនៅជាមួយយើងហើយមានក្លិនបែបហ្នឹងសួរថាតើគេទទួលយកបានអត់ចឹងស្រីដែលគាត់មានបញ្ហាក្លិនហ្នឹងគួរកុំបដ ாய் អីហើយបើចង់បាត់ក្លិនហ្នឹងអាចតាក់ទងមកកាន់នៅគ្រូបាននៅគ្រូមានដំណោះស្រាយជូនអរគុណ